ចាប់ផ្ទះអន្ត្រីដៃអាឡម៉ង់មានចាំទីបើមាន Ter Stegen ខ្សែការពារ9នាក់មាន Kimmich Jonathan Tas Robin Koch ខាងឆ្វេងមានជាមួយ David Rum បម្រើការពារមាន2នាក់មានកីឡាករ Basel Group ជាមួយនឹង Leon Goretzka បម្រើជិតខាងលើមាន3មាន Valdemat កណ្ដាលមាន Florian Wirtz ខាងឆ្វេងមាន Graham Adeyemi ប្រយុទ្ធស្រួយមួយមានមួយកីឡាករ Nicolas Füllkrug ត្រឹមលេខគឺ4-2-3-1សម្រាប់អន្ត្រីដៃអាឡម៉ង់អូខេរ៉ូនេះរ៉ូតាន់ណាបងយើងរ៉ូតាន់ណាមួយបើចឹងកីឡាករខាងបារាំងមានអ្នកចាំទីកីឡាករ Michael Magnan ខ្សែការពារដាក់បូរុកមានកីឡាករ Luka Daphne បើកីឡាករ Lucas បើគឺ Hernandez បើ Luis Bade និងខ្សែការពារ Malo Gusto បម្រើការពារដាក់ពីររូបមាន Andron Rabiot ចាប់ដៃគូជាមួយនឹង Aurelien Tchouameni បើខ្សែបម្រើប្រយុទ្ធដាក់3រូបមានកីឡាករ Marco Thuram បើមាន Ryan Cherki ចាប់ដៃគូជាមួយនឹងកីឡាករ Randal Kolo Muani បើខ្សែប្រយុទ្ធដែលជាប្រធានក្រុមគឺ Mbappe ដើរតួជាប្រយុទ្ធទោខាងលើសម្រាប់ក្រុមជម្រើសជាតិបារាំង Vert កមួយ Vert ផ្ទះមកណែស្អាតណាស់ឱកាសសុទ្ធឆ្វេងអូយបល់យកឲ្យបើកឆាមកចង់តថា Florian Wirtz បញ្ជូនបន្តទៀតនៅ Goretzka ផ្ទះមកទៅ Graham Adeyemi ឱកាសសុទ្ធឆ្វេងធំអាយយឡាមកកាន់ចូលអូកាត់របស់អាឡម៉ង់មើលគ្នាបញ្ជូនឡើងមកលើទៅហើយបើកាត់របស់អាឡម៉ង់កប់មួយសូបាទអ្នកចាំទី Michael Magnan ល្អបាទបិទមុំស្អាតអត់មានឲ្យថាទៅណាទៅណីឆ្ងាយទេនៅតែកដាលបាទអ្នកចាំទីសបានឲ្យឡងត្រូវសរសើរបាទ2 3ជើងហើយGraham Adeyemi Cherki ទៅជាបន្ត Cherki មើលគ្នា Cherki ហ្វាំងមួយពីរបញ្ជូនបើខ្សែការពាររំខានបានទៅហើយក៏បើតន់វិញប្រាំងបញ្ជូននៅបងកស្រាមវិញទៅទៀតមកមួយស្អាតមកជើងពី Cherki ភ័យនៅអត់ភ័យទេ Stegen គេច្បាស់ណាស់អីយើតែទេ Stegen ហ្គេមណាគាត់បានមកគ្របទើបយើងអាចស្រួលឌឺណែចាំទីហ្គេមណាសរសើរអ្នកចាំទីស្មានដឹងតទៀតកាត់ចូលប្រអប់គ្រោះថ្នាក់ឱកាសគ្របបាល់ទី1អាយ៉ាអតKarim Sot អ្នកចាំទីសង្គ្រោះបាល់បានទៀតហើយអត់ទេដូចកាលបើផ្ដាច់មកជើងឡើងមកលើលេងក្បួនបងអូននេះបាទទៅហើយឱកាសគ្របបាល់ទី1Karim ណែទៅពេលអត់ពេលណាទីចុងក្រោយការព្យាយាមរបស់ Graham Adeyemi មួយដងជា2ដងជា3ដងជា4ដងចាប់ឥឡូវជោគជ័យមកណាបញ្ញរិទ្ធណែត្រូវទៀតហើយ Yes Graham Adeyemi ណែការព្យាយាមមែនបងណែទេសនាចំហអំបាញ់មិញបាទឡងស្អាតតែឡងអត់អីទេទៅហើយនេះបាទ control បាល់ចូលប្រអប់អ្នកចាំទីឡើងគូនយឺតហើយកូនគាត់ប្រេគាត់ស្មាក់ខ្សែការពារមកជួយដល់ពេលការពាររត់ធម្មតាអត់តន់ដែរគ្នាអាបាល់បុកលឿននេះបាទយើងពិបាកចំស្រាតអូយ៉ាឆែកសម្រាប់ចិត្តមើលបាទដើម្បីព្រះអង្គច័ន្ទមនីកុំឲ្យបែអីយេបងបារាំងអីអនឯងចង់ឲ្យពេមិនមន់កកបារាំងចោលមន់កកបារាំងមិនហ្មងមើលគេឲ្យពេឬក៏អត់ផ្លាច់បាល់នេះគឺប៉ះបាល់នោះណាបាសអូអត់ប៉ះជើងបងអត់ប៉ះជើងទេខ្ញុំនៅមកលេងបងអត់ទេបងឃើញប៉ះបាល់មុនណានេះប៉ះតែអត់ត្រូវជើងទេអត់ត្រូវជើងហ្នឹងហើយតើអត់កាត់លឿនសំណាងហើយតែធ្វើពុតមកអ្នកចាំទីអត់មានប៉ះសំបីមកប៊ីបងប្អូនយើងមើលទៅលោតអត់ទេអូ Karim Adeyemi ហើយ Karim Adeyemi លោតដូចកាចាញ់ជែកហ្នឹងសយដល់កយKarim លេងតហើយចាំមើលគ្រូគេច្បាស់ណាស់ទៅអាឡូមិនខំប្រឹងញោមគ្រូទៅគ្រូចេះកាត់ក្តីទេតើអត់ឲ្យទេបាល់កាត់លឿនទៀតសាច់កាមហើយបងគេតម្លាក់លេខ1 Karim Adeyemi មកចាំសំណាងអត់កាត់លឿនឥឡូវកាត់ហើយតែហ្មងច្បាស់ហ្មងបងសៃពេ1ពេណាបងប្អូនយើងបើគ្រូមិនឲ្យបងហ្នឹងលើគ្នាប្រហែលនេះ5ប្រកួតចុងក្រោយបើឈ្នះ2ដងម្នាក់ស្មើគ្នាម្ដងឱកាសរបស់អាឡម៉ង់ឱកាសអត់ចូលបាក់បង្គោលទីឡក់មកវិញទៅទៀតហើយសម្រាប់អាឡម៉ង់កាត់ចូលមកកណ្ដាលអត់ទេម៉ែកលាក៏កំពូលឪម៉ាសយបងប្អូនកលាក៏វ៉ាល់តម៉េតនេះកូស្ទើទៅដល់មកខាងក្រោមបញ្ជូនក្រោះចូលកណ្ដាលតែណែអាពី
Mon cop barang. Alamong ai ke? Alamong ai ke? Alamong Ke? Ơi Em. Mùi tô lằng xôn bật hai này rồi bạn đây cái là có cái liên âm bà pi trong máu mà bốn pi crop pu không có mùi bạc cuột bạn là pi crop đi hả pi ca bạc cuột này này dần lịch toàn chạy pu chăm tịch nè pi ló nè ô mà Stay game มันអាចជួយបានទេបងប្អូនតោះនេះគឺចប់សពគ្រប់អាពេលផ្លាច់ណែសុទ្ធតែខ្លាំងយើងមកអើយកុំធ្វើដូចការីម៉ាឌីយ៉ាមីឡាប់ហើយការីម៉ាឌីយ៉ាមី3 4ជើងហើយសុទ្ធដូចកូនក្មេងយ៉ាងម៉េចទេ Mấy bà mày rút cháu gì? អត់អីចាំមើល Nè, sẽ là hai Chucky bên chun. Mà cầu to lắm. អូ Ô, một viên sút. បាទចំនួនដែលកម្មទីផុកបា Griezmann លើឥឡូវនេះកន្លែងតែមកឱកាសបាត់បង់គ្រាប់បាល់មកជើងស្ដាំគោលជប់បាននេះគួរតែពីណីបាននេះគួរតែពីណី មើលតិចសិនអូយបើយ៉ាងណាគឺអន្ត្រីដែរអាឡម៉ង់បាអ៊ុនដាហ្វគឺគេធ្វើការអបអរគ្រាប់បាល់នេះបាត់ទៅហើយយើងចាំមើលបន្តិចទៀតថាអាញាកដាគឺគាត់មានវិធានការបែបណានៅក្នុងការចាត់ចែងជាមួយនឹងគ្រាប់បាល់ទី1ដែលកាត់ឡើងដោយអន្ត្រីដែរអាឡម៉ង់បែបនេះខណៈដែលអឹមបាប៉េក៏គាត់ព្យាយាមមកនិយាយដែរគាត់តវ៉ាថាកន្លែងនេះគឺបង្កកំហុសមុនគ្រាប់បាល់ដែលកាត់ឡើងម៉ៃញ៉ាន់គាត់បញ្ជូនមកឲ្យ Adrian Rabiot បុកនេះគឺបុកយកមនុស្សដើម្បីបានបាល់ជាគេថាបាល់ចំណេញហើយក៏ទាត់ទៅពីកីឡាករលេខ13បាទអុនដាហ្វនេះតែម្ដងលក្ខណៈដែល Nicolas Füllkrug គឺជាអ្នកបោះមេមុនអូបាទ Füllkrug គាត់យកមនុស្សមែនយកមែនបាទនេះគាត់មិនរត់ទៅយកបាល់ទេបាទឥឡូវនេះទប់នេះអុនដាហ្វក៏គាត់អូគាត់ថាបុកស្មាអញ្ចឹងញ៉ាំកដាលឲ្យអត់មានអីទៅសំញ៉ាំច្រើនទេជាមួយនឹងគ្រាប់បាល់នេះចាំមើលបាទ check VR សិនបាទ check VR សិនអត់កើតទេបាទកុំឲ្យមានមន្ទិលណាបាទប្រិមិត្តនៅកលាឋានប្រិមិត្តនៅក្នុងការ live ក៏បាទកំពុងតែរងចាំការកាត់សេចក្តីក្របបាល់មួយនេះផងដែរយើងទស្សនារូបភាពយឺតបាទនេះក៏ Nicolas Füllkrug អូទៅបុកយកតែម្ដងបាទយើងឃើញហើយជាក់ស្ដែងគឺបុកយកតែម្ដងអត់មានយកបាល់ទេបាទកន្លែងនេះគឺបាទមិនវិន័យទៀតមិនដឹងថាយ៉ាងណាទេក៏ប៉ុន្តែយើងគោរពក្នុងការធ្វើការរបស់លោកមុនឬមួយក៏មកហើយកែងរបស់ Füllkrug បុកមុនបើយ៉ាងណាអាញាកដាគឺគាត់សម្រេចថាបាល់ត្រង់នេះគឺអូយបើឲ្យកំហុសមកកាន់អន្ត្រីដៃអាឡម៉ង់បាទទស្សនិកជនណីទេបាទទៅសារជាថ្មីពីក្រុមជំរឿសជាតិអាជីស្រ័យបារាំងទៅបាទជើគីទៅបាទជើគីសម្លឹងទាញហើយក៏មកជើងឆ្វេងបាទសោកស្ដាយមែនតែនមកការអូបាល់ទៅដល់ខ្លួនឯងក៏មានឱកាសទាត់ទីដល់ខ្លួនឯងតែម្ដងមិនមានការឲ្យបាទអ្នកណាទេណែដឹកទៅខ្លួនឯងតែម្ដងដឹកទៅហើយក៏គៀសមួយទៀតហើយក៏បាទគេបញ្ជូនជាបន្តទៀត Adrian Rabiot ចូលមកស្លាប់ខាងស្នាមកាឡូមូអានីមានណាំបាប៉េនៅខាងកាឡូមូអានីកាត់បាល់អូខេទម្លាក់មកវិញបាទណែមកសសទូរ៉ាមកទូរ៉ាagain and again អានេះយឺតចុះមើលបារ៉ាជ័យឲ្យបដិសេធដោយបង្គោលទី2ទៀតបាញ់មួយទៅតែម្ដងគ្រីមអាយ៉ាកុំវាយគ្នាអីចនថានថាជាមួយនឹងអតីតកីឡាកររបស់បាយ៉ឺនដូចគ្នា Lucas Hernandez ជាមួយនឹងចនថានថាបាទទាំងថ្មីទាំងចាស់ហ៎មើលទៅរូបភាពនេះវាមិនល្អមើលទេកុំប៉ះពាល់គ្នាពីសម្រាប់វាតែមានការកើតឡើងហើយបាទជាទូទៅឥឡូវបើគាត់ខុសសញ្ជាតិគ្នាចឹងឥឡូវនិយាយអីឥឡូវគាត់និយាយអង់គ្លេសទេឬក៏បាត់និយាយអាឡម៉ង់ទេ Isli Badis ឥឡូវមិនដឹងស្ដាប់គ្នាមិនទេបាទសម្រាប់ឆាននប្រហែលជាគាត់ដឹងច្រើនទៅជាបន្ត Adrian Chouameni Kylian Mbappé មួយទួនឹង2 Kimmich Mbappé មកជួយពី Mbappé អូលីសេទៅទៀតហើយបាទអូលីសេខាងស្នាមមាន Desri Doué អូលីសេអត់ឲ្យទេអូលីសេរុញទៅស្លាប់ខាងឆ្វេងមកជើងស្ដាំMarcus Thuram ជួយមើលគ្រូបវត្តគាត់ខឹងណាជួយមកលេងបាល់យឺតម្លេះបាទនិយាយពីថា Doué ល្អមែនតើទប់មួយ Dirce Doué ទៅ Doué មែនដាក់ Doué ដាក់អូលីសេមកមានសាច់បាល់លេងបាល់ល្អច្រើនគូសំពីមែនទៅគឺខ្សែប្រយុទ្ធគឺត្រូវការចង្វាក់បែបហ្នឹងច្រើនបាទលោកចែកថាព្រោះធ្វើទៅតែមិនទាន់អាចរកគ្រាប់បាល់បានតែវាអាចជាបាឌីញ៉ាលូកានីកាត់ចូលបាត់តែឃ្លីពីខ្សែការពារយ៉ាងណាយកបាល់ពី Dirce Douéកាត់មកម្ដងទៀតដាំមកជើងស្ដាំអូហូយKylian Mbappé អត់មានទប់ទេអានេះ volley ស្អាតមែនតើពីKylian Mbappéទស្សនារូបភាពយឺតទាំងអស់គ្នាកាត់ចូលពី Dirce Doué មក
ភ្លឹបតែយ៉ាងណាក៏បើយើងមិនអាចមើលរំលងពីបាទ Ter Stegen ដែរបាទនេះភ្លឹបអ្នកតតក៏ស្អាតអ្នកជួយសង្គ្រោះក៏ល្អបាទទៅទៀតបន្តផ្ទាល់បាទការប្រកួតធំនៅក្នុងបាទជំវិញពិភពលោកអាយ៉ាឱកាសទៅហើយអឹមបាប៉េអូហូយអំបិលទៅហើយគេថាអំបិលទៅហើយគ្រូអត់បានល្អទេពីបាទ Andorf យ៉ាងណាក៏ចុចមកត្រូវនេះ Kylian Mbappé ហើយមកហើយ Mbappé អូលីសេអូលីសេបើតាមលបឿន Mbappé គាត់អូសហើយគាត់ទាត់ក៏ប៉ុន្តែគាត់បន្ថយលបឿនដើម្បីចាំអ្នកជំនួយណាបាទ Michael Olise មកដល់ក៏សឹងតែផុតជើងបាទក្នុងការបន្ថែមទៀតតែយ៉ាងណាគ្រាប់បាល់ទី2កើតឡើងទៅហើយ2-0ពីបាទកន្លះ Kimmich ឆ្លូមកស្អាតមែនទែនស្កាត់បោះបាត់ពី Desiree Doué ឥឡូវនេះបានឱកាសជាមួយនឹងបាទ Andorf ឲ្យទៅ Kimmich មកជើស្ដាំ Joshua Kimmich បញ្ចូលទៅអែមហ្នឹងម៉ៃញ៉ាន់គេល្អបាទអ្វីដែលខ្ញុំសម្លឹងឃើញណាបាទកលាករមិនសូវល្បីទេទស្សនិកជនឥឡូវនេះកណាព្រីតម្លាក់មកវិញមកជើឆ្វេងស្ដាំអើយអ្នកណានៅសុទ្ធអ្នកណានេះអីមិញអើយបាជានេះកលាស full crook ជាមួយនឹងកលាករ Dennis Pondov ច្រឡំ Pondov ម៉ោង2រំលងអាត្រៀតខ្យល់គេឃើញហើយអូខេបាទបងប្អូនយើងទាំងអស់គ្នាអរគុណច្រើនសម្រាប់វត្តមានពុកម៉ែបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតមកដល់ការចប់ការប្រកួតរបស់ពួកយើង